ចឹងយើងចាប់ផ្ដើមលំហាត់ចុងក្រោយរបស់យើងដែលយើងនិយាយពីthermodynamic ចឹងហ្នឹងតកតងvới thermo ណាចឹងគេនិយាយថាម៉េចអូនគេនិយាយថាគេមានស៊ីឡាំងមួយស៊ីឡាំងបើសិនជាយើងមើលឥឡូវយើងមើលដបកំប៉ុងយើងមិននិយាយឈ្មោះ brand កុំឲ្យប្រម៉ូទរបស់គេវាមានទំនុកមើលទៅដូចជាចតុកោណកែងចឹងដូចជាប្រអប់ចឹងណាក៏ប៉ុន្តែបើសិនជាយើងមើលពីលើមកបើយើងមើលទៅអូអានឹងដូចជាស៊ីឡាំងចឹងតែបើសិនជាយើងមើលយើងអាចបញ្ចេះបងចង់និយាយថាអញ្ចឹងបងចង់មានន័យថាបើសិនជាយើងពុះស៊ីឡាំងនឹងជាពីរគឺយើងឃើញអញ្ចឹងហើយពុះនឹងគឺចង់អញ្ចឹងបងចង់មានន័យអញ្ចឹងណាក៏ប៉ុន្តែមើលរូបហ្នឹងក៏ណៃមើលយល់ដែរណាហើយគេថាស៊ីឡាំងហ្នឹងគឺមានអង្កត់ផ្សិតគឺមិនមែនអង្កត់ផ្សិតនេះណាអង្កត់ផ្សិតរបស់ស៊ីឡាំងមើលកន្លែងណារង្វង់អង្កត់ផ្សិតអាហ្នឹងហើយចាអានេះរង្វង់តែអូនចឹងអង្កត់ផ្សិតអានេះជាហេតុតែគេនិយាយ6សង់ទីម៉ែត្រនេះជាងអង្កត់ផ្សិតផ្ទុកណៃត្រូជិននីត្រូសែនហ្នឹងឬក៏អាសូតដឹងអាហ្នឹងអាសូតត្រូវឯងបងសង្កត្រូវណានឹងពីស្តង់អញ្ចឹងពីស្តង់ហ្នឹងដូចជាផ្ទៃមួយដែលគេយកមកសង្កត់ពីស្តង់គេប្រើនៅក្នុងម៉ាស៊ីនអញ្ចឹងកាលណាគេចង់អឺបង្កើតថាមពលគេគ្រាន់តែអឺហុញពីស្តង់ហ្នឹងឬក៏លើកពីស្តង់ហ្នឹងឡើងលើវាស៊ីសងនិយាយទៅវាអាស្រ័យទៅលើ application នេះលើការអនុវត្តនៅក្នុងម៉ាស៊ីនឬក៏នៅក្នុងនេះក៏ប៉ុន្តែកាលណាយើងបដូរយើងបដូរអាទីតាំងរបស់ពីស្តង់ហ្នឹងគឺវាបង្កើតឲ្យមាននៅថាមពលទេអញ្ចឹងលំហាត់ហ្នឹងប្រហែលជាមានអូលំហាត់នេះដាច់លំហាត់នេះត្រូវមានតទេនេះនេះកហើយនៅមានខតែឥឡូវចាំយើងនិយាយទាំងអស់ពេលចូលកខគេសួរអីចាំនេះតោះក៏ប៉ុន្តែឥឡូវយើងអានប្រធានហ្នឹងគេថាស្លាងមួយគឺវាមានអង្កត់ផ្សិតប៉ុណ្ណឹងហើយផ្ទុកអូស្មန်ហ្នឹងអញ្ចឹងអូស្មန်គឺវានៅក្នុងនេះហើយរូបហ្នឹងគេប្រាប់ច្បាស់ណាខាងលើជាអីអូនខាងលើខាងលើជាសញ្ញាកាសគឺទទេមានខ្យល់ជួយបែបមានខ្យល់អីណាអាខ្យល់គឺនៅក្នុងនេះ molecule នេះកណ្ដឺគឺនៅក្នុងហ្នឹងពីស្តុងហ្នឹងគឺគេថាធ្វើពីតុងដែងហើយមានកម្រាស់ប៉ុណ្ណេះកម្រាស់របស់វាគឺ4សង់ទីម៉ែត្រហើយអញ្ចឹងគេដាក់ស៊ីឡាំងហ្នឹងក្នុងទិសដៅផដូចរូបហ្នឹងហើយគេថាផ្នែកខាងលើគឺសញ្ញាកាសហើយគេថានៅពេលដែលឧស្ម័នហ្នឹងគឺនៅ20អង្សាសេ20អង្សាសេស្តង់ផ្លាស់ទីឡើងលើបានកម្ពស់អឺ20សង់ទីម៉ែត្រពីបាតស៊ីឡាំងអញ្ចឹងមានន័យថានេះជាបាតស៊ីឡាំងហើយនៅពេលវា20សង់ទីម៉ែត្រនិយាយទៅបើសិនជាណៃហ៊ានទិសដីស៊ីនតិចនៅឧស្ម័នហើយស្រួលនៅពេលដែលคนណៃបង្កើននិយាយទៅទិសដីស៊ីនតិចឧស្ម័នអាទិសដីអាជួរទី5គេមិននិយាយថាថាមពលស៊ីនេតិកសេកាបេច្រឡំទេបូលស្មានเลยថាមពលស៊ីនេតិកគឺអាស្រ័យទៅនឹងសីតុណ្ហភាពកាល់វិនទៅអញ្ចឹងមានន័យថាម៉េចមានន័យថានេះ20អង្សាសេនេះវាមិនមែន293កាល់វិនអញ្ចឹងកាលណាយើងបង្កើនសីតុណ្ហភាពអង្សាសេអាសីតុណ្ហភាពកាល់វិនហ្នឹងវាមិនកើនទៅតាមនឹងដែរត្រូវឯងបើវាខុសគ្នា273ហ្នឹងត្រូវអត់អញ្ចឹងអាកាល់វិនអឺកាល់វិនគឺវាកើនតាមហ្នឹងហើយដោយសារតែវាសមាមាត្រគ្នាកាលណាតេកើនឡើងការកើនឡើងហើយកាលណាថាមពលស៊ីនតិចកើនឡើងវាផ្លាស់ទីលឿនជាងមុនទៅឯងហើយវាផ្លាស់ទីទៅបុកជាមួយនឹងអាពីស្តុងនេះវាផ្លាស់ទីទៅបុកជាមួយពីស្តុងនេះជាហេតុធ្វើអីពីស្តុងផ្លាស់ទីឡើងលើអាហ្នឹងណាគឺជារឿងទូចមួយតើណែត្រូវតែយកមកវិភាគបាតុភូតដើម្បីដោះស្រាយលំហាត់ហ្នឹងអញ្ចឹងអាពីស្តុងហ្នឹងវាផ្លាស់ទីឡើងលើដោយសារតែវាមានថាមពលហ្នឹងគឺថាមពលការហ្នឹងឯងថាមពលហ្នឹងដែលវារុញអាពីស្តុងហ្នឹងឡើងលើអញ្ចឹងណាអូខេតោះឥឡូវអឺគេប្រាប់ថា
ម៉ាស់មៀតទង់ដែងគឺប៉ុណ្ណឹងម៉ាស់មៀតរបស់ពីស្តុងហ្នឹងពួកឯងគេប្រាប់តើគេនិយាយតាទង់ដែងមួយបងគិតថាប្រហែលសួរអាម៉ាស់ទង់ដែងចាំមើលសិនណាគេសួរអីតែឥឡូវចាំមើលទៀតហើយគេប្រាប់កម្ដៅជាម៉ូលសេប៉េអូកម្ដៅជាម៉ូលបងនឹងថាណៃធ្លាប់រៀនអត់ទេក៏ប៉ុន្តែឡោះតោះចាំយើងដោះស្រាយទាំងអស់គ្នាអញ្ចឹងឲ្យលំហាត់អគេសួរឲ្យគេលំហាត់នេះវែងទៀតណាដងងកណនីចំនួន molecule ឧស្ម័នក្នុងស៊ីឡាំងបើគេផ្ដល់សេខាងក្រោមនេះមកអូនបរិមាណកម្ដៅ2ហ្ស៊ូលឧស្ម័ននិយាយទៅលំហាត់នេះធម្មតាលំហាត់ធ្វើបានណាកណនីសីតុណ្ហភាពថ្មីរបស់ឧស្ម័នហូកណនីកម្ពស់ថ្មីដែលពីស្តង់ឡើងបានកែដូចបងនិយាយអូនដោយសារតែថាមពលណាដូចជាហេតុតែពីស្តង់វាផ្លាស់ទីឡើងលើណាហើយងកណនីកំមន់ដែលឧស្ម័នបំពេញខណៈពេលពីស្តង់ឡើងអូខេតោះលំហាត់ហ្នឹងគឺលំហាត់ប្រភេទបកកលាគ្នាអូនបើគេសួរអញ្ចឹងណាអូខេតោះឥឡូវក៏កណនីសម្ពាធនៅឧស្ម័នអញ្ចឹងដោយសារតែអឺកម្លាំងហ្នឹងវាទៅផ្លាស់ទីបំបុកអាពីស្តង់ហ្នឹងណាវាធ្វើឲ្យវាផ្លាស់ទីឡើងលើហ្នឹងហើយនៅពេលដែលវាផ្លាស់ទីឡើងលើដោយសារតែកម្លាំងហ្នឹងគឺដោយសារតែកម្លាំងណាមួយដែរជាងវាផ្លាស់ទីដោយសារតែកម្លាំងនៅឧស្ម័នហ្នឹងវាមានសម្ពាធហើយនៅពេលដែលវាផ្លាស់ទីដោយកម្លាំងហ្នឹង F ថា F ណាមួយចុះហើយវាផ្លាស់ទីបានបំលាស់ទី delta x វាធ្វើកំណត់ហ្នឹងឃើញកំណត់នៅណៃហ៊ានឡើងឆ្អិនហើយអាអស់ហ្នឹងការយើងរៀនធម្មពលមិនមែនធម្មពលនេះជាហេតុអីគេបានអានេះតើឥឡូវយើងចាំយើងធ្វើ step by step ទៅឃើញទេកកណនីសម្ពាធនៃអូស្ម័នអញ្ចឹងបើសិនជាបងនិយាយទៅគឺកន្លែងនេះវាអាសម្ពាធនៅឧស្ម័នហ្នឹងគឺវាមានអំពើលើពីស្តុងអញ្ចឹងវាបង្កើតមាននៅកម្លាំង F ហ្នឹងដែលពួកអីសម្ពាធវាស្ពេវាស្មើ F លើ A ធ្វើឯងថ្ងៃណាមានសម្ពាធមានកម្លាំងអាហ្នឹងរឿងមួយណាចាឥឡូវបើសិនជាបងទាញរកកម្លាំង F ស្មើ P គុណនឹង A អាហ្នឹងរឿងទី1រឿងទី2នោះគឺអឺយើងធ្វើការសន្មត់មួយសន្មត់ no មិនសន្មត់ទេពួកអីវាអត់ទាន់ផ្លាស់ទីក៏គេនិយាយរឿងផ្លាស់ទីហ្នឹងគឺអូគេនិយាយផ្លាស់ទីនៅចំណុចខឯងនេះអាខកូខហ្នឹងដល់ពេលវាផ្លាស់ដំបូងវាអត់ទាន់ផ្លាស់ទីផ្លេចបងផ្លេចច្រឡំអញ្ចឹងវានៅតែអញ្ចឹងដដែលក៏ប៉ុន្តែគេនិយាយថាអាពីស្តង់ហ្នឹងវាជាទង់ដែងទៅឯងវាជាទង់ដែងណាហើយកាលណាវាទង់ដែងហើយគេប្រាប់អីគេប្រាប់ម៉ាស់មៀតទៀតអញ្ចឹងកាលណាវាមានម៉ាស់មៀតវាមានអីអូនវាមានម៉ាស់ហើយព្រោះវាមានមៀតអញ្ចឹងវាមានម៉ាស់មៀតវាមានម៉ាស់ហើយអញ្ចឹងកាលណាវាមានម៉ាស់វាមាននៅកម្លាំងទំនាញផែនដីដែលជាទម្ងន់ហ្នឹងហើយអញ្ចឹងបើសិនជាយើងប្រើច្បាប់ទី1 Newton ដោយសារវាមានលំនឹងឃើញវាមានលំនឹងឯងវាអត់មានតន់ផ្លាស់ទីតាណាឯងអញ្ចឹង F បូក W ស្មើ0ឬក៏ F យើងគឺវាស្មើដល់ W អញ្ចឹងបើសិនជាយើងទាញរកតម្លៃរបស់វា F ស្មើ W ហើយ W ស្មើ mj
បងតាំងនេះសេអុយចុះដើម្បីបញ្ជាក់ថាចំមាស់ទង់ដៃណាចឹង F នេះគឺ PA ហ្នឹងហើយអូខេចឹងពីនេះបងទាញមកបងបាន PA ស្មើ M សេអុយកូន J អូខេតោះគេសួរសម្ពាធ P ស្មើ M សេអុយកូន J លើ A តោះមើលយើងស្គាល់អីខ្លះយើងស្គាល់ស៊ីឡាំងយើងស្គាល់កប់ផ្ចិតនេះក៏ប៉ុន្តែកាលណាស៊ីឡាំងវាមានរាងជារង្វង់ពីស្តុងក៏វាជារង្វង់ដែរណាបងចង់មានន័យថាអញ្ចឹងអាពីស្តុងហ្នឹងក៏វារាងវាជារង្វង់អញ្ចឹងដែរកម្រាស់វា4ចាបងចង់មានន័យអញ្ចឹងណាអូខេអញ្ចឹងយើងអាចហៅអានេះបានដែលកប់ផ្ចិតវាស្មើគ្នាត្រូវទេ A ស្មើផាយ D ការ៉េលើ4អូខេឆេយើងស្គាល់ក៏ប៉ុន្តែ MCOI ម៉ាស់មៀតស្មើម៉ាស់ចែកមៀតចាំសិតជាងเอาម៉ាស់វារ៉ូគុណឲ្យវសេសេអុយចឹងរ៉ូសេអុយទៀតណាដាក់ឲ្យថឹងរ៉ូសេអុយតើវសេអុយយើងគឺជាអីគឺជាផ្ទៃកន្លាហ្នឹងត្រូវហើយអានេះវាជាស៊ីឡាំងណាអូនណានេះស៊ីឡាំងអីអានេះហើយមៀតរបស់ស៊ីឡាំងវាស្មើគេផ្ទៃកន្លានៃរង្វង់គុណឯហ្នឹងកម្ពស់ហើយគេប្រាប់កម្រាស់របស់វាមកថា4សង់ទីម៉ែត្រត្រូវទេអស់បងសេខណ្ឌនេះតាហើយមៀតរបស់យើងហ្នឹងគឺផ្ទៃកន្លារបស់យើងគឺអីគេផាយ d ការ៉េលើ4អញ្ចឹងយើងបានអីគេមៀតរបស់យើងផាយ d ការ៉េលើ4គុណឲ្យ l ណាផាយ d ការ៉េលើ4គុណឲ្យ l អូខេអញ្ចឹងយើងបានប៉ែយើងស្មើរ៉ូសេអុយផាយ d ការ៉េលើ4គុណឲ្យ l គុណឲ្យ j ចែកឲ្យផាយ d ការ៉េលើ4ចាផាយ d ការ៉េលើ4ស្រួលគ្នាចោលបានអូខេស្រួលគ្នាចោលបានហើយអញ្ចឹងយើងសល់យកសល់រ៉ូសេអុយ j គុណឲ្យ l ត្រូវទេវិចមកយើងចាប់ផ្ដើមចំនួនចូលរ៉ូសេអុយយើងគឺ8 9 20បងបាច់គិតຂະຫນាតគិតអី j យើង10ហើយអានោះ0.4 4សង់ទីម៉ែត្រ0.04អញ្ចឹងគិតទៅចេញ3500ប៉ាស្កាល់អូខេ